សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពីការសរសេររូបមន្តរបស់សមាធាតុថ្មីបន្ថែមទៀតនៅទីនេះយើងមាន magnesium chlorua ដែល magnesium តាំងដោយអក្សរ Mg វឡង់ស្មើ2ដូច្នេះវានឹងធ្វើការផ្ទេរវឡង់លេខ2របស់វានឹងទៅកាន់ radical chlorua ហើយ chlorua ដែលជាអក្សរ Cl វានឹងផ្ទេរវឡង់លេខ1របស់វាមកកាន់ magnesium ហើយលទ្ធផលដែលយើងទទួលបានចេញមកពីរូបមន្តដែលបានបដូរវឡង់នេះគឺជាអក្សរ Mg ទទួលយកវឡង់លេខ1របស់ chlor ហើយ chlor ទទួលយកវឡង់លេខ2របស់ magnesium ប៉ុន្តែដោយសារវឡង់លេខ1គឺយើងអត់បង្ហាញទេដូច្នេះយើងអាចលុបវាចោលហើយរូបមន្តនេះគឺវិវត្តចុងក្រោយទៅជាអក្សរ Mg បាទហើយនឹងអក្សរ Cl មានសន្ទុះលេខ2មានន័យថានៅក្នុងរូបមន្តរបស់ magnesium chlorua តំណាងដោយនិមិត្តសញ្ញាអក្សរ Mg 1អាតូមហើយនឹង chlor ចំនួន2អាតូមរូបមន្តទី2គឺ calcium chlorua calcium តាំងដោយអក្សរ Ca មានវឡង់ស្មើ2ហើយ chlorua តាំងដោយអក្សរ Cl មានវឡង់ស្មើ1ដូច្នេះ calcium វានឹងធ្វើការផ្ទេរវឡង់លេខ2ទៅកាន់ chlorua ហើយ chlorua នឹងធ្វើការផ្ទេរវឡង់លេខ1មកកាន់ calcium ដូច្នេះរូបមន្តដែលយើងទទួលបានចុងក្រោយគឺជានិមិត្តសញ្ញារបស់អក្សរ Ca ដែលទទួលយកវឡង់លេខ1ពី chlor បាទហើយ chlor ទទួលយកវឡង់លេខ2ពី calcium បាទប៉ុន្តែដូចមុនដែរដោយសារតែវឡង់លេខ1យើងមិនចាំបាច់បង្ហាញទេមានន័យថាបើសិនជាអត់មានលេខ1ក៏មានន័យថាអាតូមនឹងមានចំនួនស្មើនឹង1អាតូមដែរដូច្នេះរូបមន្តវិវត្តចុងក្រោយរបស់ calcium chlorua គឺជាអក្សរ Ca បាទហើយនឹងអក្សរ Cl ដែលមានសន្ទុះលេខ2បាទមានន័យថា calcium ចំនួន1អាតូមផ្សំជាមួយនឹង chlor ដែលមានចំនួន2អាតូមគឺជារូបមន្តរបស់ calcium chlorua